បងដែរឃើញគេហៅទៅថត free ឬក៏គាត់ចង្កោគាត់ហៅទៅថតទៅគាត់ឲ្យតម្លៃយើងទាបមែនតើតែគាត់ចង់បាន requirement ខ្ពស់ទៅលើកាមេរ៉ា1 2អីចឹងប៉ុន្តែឲ្យតម្លៃតិចអីចឹងគឺពិបាកមែនតើទីផ្សារស្រុកខ្មែរមានអ្នកដែលគាត់បង្កើតក្រុមហ៊ុន media ច្រើនហើយគាត់ព្យាយាមបន្ទាបតម្លៃឬក៏គាត់ព្យាយាមថតតាមលទ្ធភាពដែលគាត់ធ្វើទៅបានអញ្ចឹងធ្វើឲ្យវិស័យ digital ក្នុងស្រុកខ្មែរអាចនិយាយបានថារៀងគាត់អត់តន់ដឹងថាមួយណាដែល professional មួយណា unprofessional ឬក៏មធ្យមឬក៏អីទេអញ្ចឹងវារៀងរប៉ាត់រប៉ាយហើយនិយាយនឹងក៏បានដែរហើយមួយទៀតគាត់អាចនិយាយបានថាគាត់អត់តន់សូវយល់ពីវិស័យនេះច្បាស់បងដែរឃើញគេហៅទៅថត free ឬក៏គាត់ចង្កោគាត់ហៅទៅថតទៅគាត់ឲ្យតម្លៃយើងទាបមែនតើតែគាត់ចង់បាន requirement ខ្ពស់ទៅលើកាមេរ៉ា1 2អីចឹងប៉ុន្តែឲ្យតម្លៃតិចអីចឹងគឺពិបាកមែនតើនៅក្នុងការដែលយើងsurviveគាត់ដឹងថាតម្លៃកាមេរ៉ាបងដឹងស្រាប់ហើយសូម្បីតែបងថតនៅនេះម៉ៃ1ម៉ានកាមេរ៉ា1ម៉ានរ៉េម1ម៉ានបងហើយចំណាយពេលវេលាច្រើនអត់ងាយស្រួលទេមួយចំនួនគាត់អត់តន់មានចំណេះដឹងទៅលើវិច័យវិទ្យាហ្នឹងអញ្ចឹងហើយមួយទៀតគាត់អត់តន់បើកចិត្តថានៅពេលដែលសាក់លបងដាក់ហ្នឹងទៅតើវាមានគុណសម្បត្តិអីគេខ្លះព្រោះនៅក្នុងវិស័យនេះខ្ញុំទទួលស្គាល់គាត់អាចនឹងជួបបញ្ហាឧទាហរណ៍ថាអ្នកដែលគាត់ hack ឬក៏អ្នកដែលគាត់មួយចំនួនដែលគាត់ធ្វើការលើ social media ដែលអត់ល្អវាច្រើនអញ្ចឹងធ្វើឲ្យគាត់គិតថាយើងហ្នឹងក៏ដើរបោកដែរអីដែរអញ្ចឹងធ្វើឲ្យការទំនុកចិត្តនៅលើវិស័យ media ឬ digital ហ្នឹងវានៅមានកម្រិតអញ្ចឹងលុះត្រាតែគាត់ testing លុះត្រាតែគាត់ឃើញថាប្រព័ន្ធផ្សព្វផ្សាយរបស់យើងនឹងត្រូវបានទុកចិត្តដោយនរណាម្នាក់អីហើយឬក៏ណាគេម្នាក់ហើយបានគាត់មានអារម្មណ៍ថាគាត់ទុកចិត្តនៅលើសេវាកម្មរបស់យើងចា៎